សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលលើកយកអំពីការធ្វើប្រមាណវិធីគុណលេខឲ្យបានលឿនដែលបាទការធ្វើនេះដែរគឺសម្រាប់តែលេខ2ខ្ទង់ដែលវាមានលេខក្បាលដូចគ្នានិងលេខកន្ទុយបូកចុះគ្នាស្មើ10បាទអញ្ចឹងយើងនឹងមើលដូចតទៅលំហាត់ទី1 35 គុណ 35 តោះអញ្ចឹងយើងមើលលក្ខខណ្ឌវាធៀបផ្ទាល់ទី1លេខក្បាលដូចគ្នាតោះតួសំទុះតំណាងគុណលេខ3តួគុណក៏លេខ3ក្បាលរបស់វាគឺដូចគ្នាកន្ទុយតំណាងគុណលេខ5តួគុណកន្ទុយវាលេខ5អញ្ចឹង5 បូក 5 គឺ10បាទអញ្ចឹងឃើញថាយើងផ្ទៀងផ្ទាត់ហើយដើម្បីបាទធ្វើលំហាត់នឹងបានគឺយើងទី1គ្រាន់តែយកលេខកន្ទុយគុណចូលគ្នាបាទអញ្ចឹងកន្ទុយវាប៉ុន្មាន5គុណឲ្យ5 25តើសេលេខ25យកមកបាទជំហានបន្ទាប់យើងយកលេខក្បាលបូក1ហើយគុណឲ្យលេខក្បាលវិញឥឡូវលេខក្បាលរបស់វាប៉ុន្មាន3អញ្ចឹង3បូកឲ្យ1ស្មើ4គុណឲ្យលេខក្បាលវិញប៉ុន្មាន3អញ្ចឹង4គុណឲ្យ3គឺ12អញ្ចឹងចម្លើយរបស់យើងគឺបាទ1225លំហាត់ទី2 81គុណ89យើងមើលដែរបាទតើទី1លេខក្បាលវាគឺ8ដូចគ្នាកន្ទុយវាឲ្យចុង9និង1បូកចូលគ្នាបាន10អញ្ចឹងឃើញថាទៀងទាត់ជាមួយលក្ខខណ្ឌរបស់យើងហើយបាទធ្វើដូចឲ្យមុនដែរបង9គុណឲ្យ1ស្មើនឹង9ក៏ប៉ុន្តែបើកាលណាយើងគុណវាទៅបានលេខតែ1ខ្ទង់ទេបាទយើងត្រូវថែម0ពីមុខមួយទៀតឲ្យវាបាន2ខ្ទង់បន្តមកទៀតលេខក្បាលបាទបូកឲ្យ1គុណលេខក្បាលអញ្ចឹង8បូកឲ្យ1 9គុណឲ្យលេខក្បាល8នឹងវិញគឺបាន72អញ្ចឹងចម្លើយរបស់យើងគឺ7209បាទអញ្ចឹងនៅសារលំហាត់ពីនេះទៀតសង្ឃឹមថាអ្នកនរគ្នាអាចនឹងសាកល្បងធ្វើហើយយើងដើម្បីប្រកាសថាវាត្រូវឬអត់អាចទៀងផ្ទាត់នឹងការធ្វើប្រមាណវិធីគុណធម្មតាបានអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានប៉ុណ្្នឹងទេបាទសូមអរគុណ